មនុស្សដែលពូកែសម្ដែងល្អតែមុខឬអែបអបយកមុខមាត់តែងតែមាននៅក្នុងគ្រប់ស្ថាប័ននិងគ្រប់សង្គមប៉ុន្តែសូមកុំឲ្យមនុស្សប្រភេទនេះមកបំផ្លាញក្តីស្រមៃនិងទឹកចិត្តដ៏ល្អបរិសុទ្ធរបស់បងក្នុងការជួយសហគមន៍ឲ្យសោះដើម្បីអាចទប់ទល់និងបន្តដំណើរទៅមុខដោយរលូនខ្ញុំសូមចែករំលែកវិធីសាស្ត្រផ្លូវចិត្តនិងរបៀបធ្វើការមួយចំនួន1ផ្ដោតលើលទ្ធផលការងារជាក់ស្ដែង Action speaks louder than words ធ្វើឲ្យឃើញមិនមែននិយាយឲ្យយឺមនុស្សពូកែសម្ដែងអាចបោកប្រាស់អ្នកធំបានតែមួយពេលឬលើសម្ដីប៉ុណ្ណោះប៉ុន្តែវឌ្ឍនភាពសហគមន៍ការផ្លាស់ប្ដូរវិជ្ជមាននិងការស្រឡាញ់ពេញចិត្តពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគឺមិនអាចសម្ដែងបានឡើយរក្សាឯកសារនិងរបាយការណ៍ឲ្យច្បាស់លាស់រាល់ការងារដែលបងបានធ្វើត្រូវមានលទ្ធផលនិងទិន្នន័យច្បាស់លាស់លទ្ធផលការងារដែលរឹងមាំគឺជាខែលការពារខ្លួនដ៏ល្អបំផុត2យុទ្ធសាស្ត្រដើរផ្លូវត្រង់តែមានភាពឆ្លាតវៃកុំទៅប្រកួតប្រជែងសម្ដែងជាមួយគេបើគេពូកែអែបអបហើយយើងទៅធ្វើតាមគេនោះយើងនឹងបាត់បង់តម្លៃខ្លួនឯងនិងកាន់តែហត់នឿយរក្សាភាពស្មោះត្រង់និងវិជ្ជាជីវៈរបស់ខ្លួនឯងឲ្យខ្ជាប់ខ្ជួនរក្សាទំនាក់ទំនងល្អតាមបែបការងារមិនបាច់ទៅស្និទ្ធស្នាលឬទៅទាស់ទែងជាមួយគេឡើយធ្វើការជាមួយគេដោយផ្អែកលើតួនាទីនិងភារកិច្ចប៉ុណ្ណោះ professional distance បដូរការផ្ដោតអារម្មណ៍ shift your focus មើលទៅប្រជាជនកុំមើលតែអ្នកធំគោលបំណងរបស់បងគឺបម្រើជាតិនិងអភិវឌ្ឍមូលដ្ឋានដូច្នេះស្នាមញញឹមនិងការរស់នៅដ៏ល្អប្រសើររបស់ប្រជាពលរដ្ឋក្នុងសហគមន៍គឺជាតម្លៃពិតប្រាកដនិងជាកម្លាំងចិត្តចម្បងរបស់បងមិនមែនការសរសើរពីអ្នកធំឡើយកុំឲ្យតម្លៃលើទង្វើរបស់គេពេលឃើញគេសម្ដែងគ្រាន់តែដឹងនិងចំណាំទុកក្នុងចិត្តទៅបានហើយដឹងខ្លួនតែមិនបាច់ដឹងជារឿង